នជំរាបសួរជាដំបូងអនុញ្ញាតឲ្យលោកគ្រូសូមស្គាល់អំពីឈ្មោះទីកន្លែងកំណើតនិងទីកន្លែងរស់នៅមុនបាទខ្ញុំបាទឈ្មោះសនវិធាហើយមានស្រុកកំណើតនៅភូមិស្តុកអកឃុំច័ន្ទសែនស្រុកឧដុង្គខេត្តកំពង់ស្ពឺឆ្នាំណាដែលបងបានបញ្ចប់បាទខ្ញុំបានបញ្ចប់នៅឆ្នាំ2012 2012ហើយបន្តការសិក្សានៅជាស្ថានយើងតែម្ដងបាទជីវិតការសិក្សាទៅពេលនោះយ៉ាងម៉េចដែរការហូបចុកការសិក្សានៅភ្នំពេញបាទជីវិតការសិក្សានៅពេលនោះគឺមានផលលំបាកច្រើនណាស់អញ្ចឹងបាទផលលំបាកខ្លាំងទី1គឺថវិការបស់គ្រួសារដែលគាត់មានការខ្វះខាតនៅការឧបត្ថម្ភឲ្យយើងមករៀននៅភ្នំពេញគឺបាទយើងត្រូវជួលផ្ទះយើងត្រូវបាទហើយពេលហូបចុកណាខ្ញុំក៏បានស្គាល់ខាងអង្គការមួយដែរក៏ស្ម័គ្រចិត្តធ្វើការជាមួយគាត់អញ្ចឹងទៅរឿងបានយើងធូរស្បើយនៅការចំណាយលើការស្នាក់នៅអញ្ចឹងបាទអញ្ចឹងមានន័យថាកាលនោះគឺជ្រៀតរៀនបណ្ដាធ្វើការបណ្ដាបាទតើបងអូនប្រុសបានទទួលការងារធ្វើដែរទេការបញ្ចប់ភ្លាមណាបានពេលដែលបញ្ចប់ការសិក្សាភ្លាមនោះគឺបានការងារធ្វើភ្លាមដែរអូល្អមែនតើអញ្ចឹងយើងបានប្រាក់ចំណូលចូលសម្រាប់គ្រប់គ្រងការរស់នៅហូបចុករបស់យើងណាតើអាចបញ្ជាក់បានទេក្រុមហ៊ុនដំបូងដែលបងអូនបានចូលធ្វើការហ្នឹងគឺក្រុមហ៊ុនអ្វីហើយប្រាក់ខែសំទោសណាប្រហែលប៉ុន្មានដែរអាចប្រាប់បានទេបាទគឺការខ្ញុំចូលធ្វើការដំបូងគឺនៅក្នុងក្រុមហ៊ុន Sia K-Tech បាទខាងផ្នែកជា operator ដែរទៅទៅនឹងការម៉ាស៊ីន CNC ខាងCNC ណាការចោះដែកធ្វើជាសម្បកប្រអប់ភ្លើងទូភ្លើងអញ្ចឹងបាទហត់ទេកាលនោះបាទកាលនោះរៀងហត់គួរសមដែរគឺការងារមានញឹកច្រើនអញ្ចឹងបាទតបមកហើយគឺសប្តាហ៍ខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុន SCG Concrete អញ្ចឹងហើយគិតថាបានផលអីខ្លះដែរបងនៅពេលដែលយើងបានការងារធ្វើនៅ SCG ក្រោមការអប់រំប្រដាប់បច្ចេកទេសនៃក្រសួងការងារនិងប្រដាប់ជីវៈអញ្ចឹងណាតើបងអូនយល់ថាបងអូនបានផលអ្វីខ្លះដែលបានមកពី TVET រាល់ថ្ងៃហ្នឹងបាទអ្វីដែលខ្ញុំទទួលផលច្រើនពី TVET គឺសាលាបានផ្ដល់នូវចំណេះដឹងឲ្យព្រោះខ្ញុំបាទមានឱកាសស្វែងរកការងារបានច្រើនបាទហើយមានជំនាញច្បាស់លាស់សម្រាប់ប្រកបការងារចិញ្ចឹមជីវិតរបស់ខ្លួនឯងបាទតើបងអូនគិតថានឹងគួរតែអ្នកជំនាន់ក្រោយគួរតែមានចំណេះជំនាញអីបន្ថែមពីលើជំនាញដែលសិក្សាផ្ទាល់នៅសាលាយើងទេបងសម្រាប់ខ្លួនយើងផ្ទាល់ដើម្បីឲ្យយើងមានការរីកចម្រើនកាន់តែច្រើនអញ្ចឹងទី1យើងត្រូវតែខិតខំរៀនដូចជាទៅនឹងភាសាឬក៏កុំព្យូទ័រអ្វីដែលជាចំណេះដឹងថ្មីយើងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឲ្យខ្លួនយើងកាន់តែរីកចម្រើនបាទអរគុណបងអូនបាទអញ្ចឹងជាចុងក្រោយគឺលោកគ្រូថ្លែងអំណរគុណបងអូនយ៉ាងជ្រាលជ្រៅដែលបងអូនបានឆ្លៀតឱកាសចូលរួមក្នុងការផ្ដល់ជាបទសម្ភាសន៍សម្រាប់ឱកាសចូលរួមថ្ងៃទិវាជាតិប្រដាប់បច្ចេកទេស15មិថុនានេះសូមជូនពរបងអូនជួបប្រទះតែសេចក្តីសុខសុភមង្គលនិងជោគជ័យរាល់ភារកិច្ចថ្មីទៀតនឹងឆាប់ឡើងតំណែងឆាប់ៗណាបាទអរគុណជំរាបលាបងអូនបាទ